ខ្ញុំបាទសូមលំអរកាយគោរពស្វាគមន៍និងជម្រាបសួរប្រិយមិត្តម្ដងទៀតកម្មវិធីព័ត៌មានប្រចាំថ្ងៃមានខ្លឹមសារថ្មីពិសេសមួយមកជម្រាបជូនអត្ថបទនោះមានអត្ថន័យថាគេឆ្លៀនពៀនយើងប៉ុណ្ណឹងហើយហេតុអ្វីក៏នៅចង់ប្រើរបស់គេទៀតអត់យល់ប្រិមិត្តនេះជាខ្លឹមសាររបស់លោកស្រីត្រីដាណាពុកម៉ែបងប្អូនជាទីគោរពរាប់អានកាលពីម្សិលមិញនៅលើ page ផ្លូវការរបស់លោកស្រីត្រីដាណាមានការ live បន្តផ្ទាល់ដើម្បីផ្សព្វផ្សាយលក់ផលិតផល NNP ដែលមានគ្រប់ប្រភេទនៃប្រិមិត្តបាទមានច្រើនណាស់ហើយនេះជាសកម្មភាពដែលលោកស្រី live បន្ទាប់ពីលោកស្រីអញ្ជើញមកពីបាទចែកអំណោយឬក៏ផ្ដល់ជំនួយដល់ជនភៀសសឹករបស់កម្ពុជាយើងដែលគេចពីបាទតំបន់សមរភូមិណាប្រិមិត្តអញ្ចឹងលោកស្រីធ្វើការ live បាទឆ្លៀត live លក់នៅផលិតផល NNP បាទមានច្រើនតាំងពីត្រីខលេស្ក្រាបបាទថ្នាំដុសធ្មេញច្រាស់ដុសធ្មេញសាប៊ូកក់សក់ឲ្យខ្មៅសាប៊ូកក់សក់សាប៊ូបាទដបដុសខ្លួនបាទមានគ្រប់មុខគ្រប់ប្រភេទទាំងអស់បាទទឹកអនាម័យបរិសុទ្ធនារីគេថាមានច្រើនតាំងពីប្រដាប់លុញក្លៀកកុំឲ្យមានក្លិនខ្លួនណាប្រិមិត្តអញ្ចឹងគាត់ខិតខំផលិតអ្វីដែលជាផលិតផលរបស់កូនខ្មែរគេថាមានសឹងតែគ្រប់អស់ហើយសម្រាប់លោកស្រីធីរណាដែលដាក់យីហោ NNP នៅក្នុងខ្លឹមសាររួមនៃការ live របស់លោកស្រីគាត់ផ្ដោតធ្ងន់ទៅលើបាទអតិថិជនមួយចំនួនទូចបាទអ្វីដែលបងប្អូនយើងសួររកអីវ៉ាន់ផ្ទះលេខ2ដោយសារតែមានការ comment ចូលពីបាទសំណាក់បងប្អូនដែលជា fan ឬក៏អតិថិជនឬក៏តំណាងចែកចាយដែលគាត់លើកឡើងថាបងប្អូនយើងបាទតំណាងចែកចាយខំយកផលិតផល NNP សម្ដៅទៅលើសាប៊ូខ្សែបាទសាប៊ូកក់សក់ខ្សែកអូបបាទ3កញ្ចប់តាម 1000 រៀលទេតខំទៅទិញយកទៅលក់បាទទិញពីក្រុមហ៊ុន NNP យកទៅដាក់លក់ពយួរនៃយ៉ាងណាពេញតូបនឹងសម្រាប់តំណាងចែកចាយ NNP ណាប្រិមិត្តប៉ុន្តែបងប្អូនអតិថិជនមួយចំនួនទូចបាទគាត់នៅតែសួររកផលិតផលផ្ទះលេខ2បើយកទៅប្រើទៀតយ៉ាងហើយបានតំណាងចែកចាយគាត់ comment ចូលនៅក្នុង page ផ្លូវការរបស់លោកស្រីដែលកំពុង live ហើយមានបងប្អូនខ្លះគាត់ comment ចូលថាមកពីបាទបោះខ្មែរយើងនឹងអត់មានគុណភាពការឆ្លើយតបពីសំណាក់លោកស្រីធីរណាបាទទៅអតិថិជនមួយចំនួនដែលនៅចង់ប្រើផលិតផលផ្ទះលេខ2ទៀតគាត់នៅតែឆ្ងល់លោកស្រីឆ្ងល់ថាហេតុអីបាទក្នុងខ្លួននឹងគិតអីគេឆ្លៀនពៀនយើងដល់កម្រិតនេះធ្វើបាបយើងឆ្លៀនពៀនយើងម្ល៉េះហើយនៅតែចង់ប្រើរបស់គេទៀតយ៉ាងគាត់ឆ្ងល់គាត់អត់យល់តែហ្មងតើបងប្អូនគិតអីខួរក្បាលនឹងសាងពីអ្វីអត់ចេះឈឺចាប់ទេអីលោកស្រីបញ្ជាក់ថាម៉ាស៊ីនដែលគាត់កំងមកដំឡើងនៅស្រុកខ្មែរបាទតម្លៃរាប់$10,000ផលិតឲ្យបានសាប៊ូបងប្អូនយកទៅប្រើនឹងឲ្យ3កញ្ចប់តាម 1000 ទេសាប៊ូខ្សែណាប្រិមិត្តគាត់ផលិតបាទតង់ទី1នឹងផលិតតែ500កេសទេ500កេសប៉ុន្តែរាប់ខែហើយលក់អត់ចេញទេបាទតំណាងចែកចាយយកដាក់បញ្យួរលក់អត់ចេញហើយមួយចំណុចទៀតលោកស្រីបញ្ជាក់ថានៅតូបខ្លះក៏នៅតែមានបាទបញ្យួរលក់ផលិតផលផ្ទះលេខ2ដដែលបញ្យួរនេះយ៉ាងណាអត់ព្រមទិញផលិតផលខ្មែរលើកទឹកចិត្តគ្នាឯងទិញយកទៅដាក់លក់ឲ្យអ្នកប្រើមួយចំនួនទូចក៏អញ្ចឹងនៅតែសួររកផលិតផលផ្ទះលេខ2ចំណុចនេះហើយដែលលោកស្រីបញ្ជាក់ថាគាត់នៅតែមិនយល់ឆ្ងល់ហើយឆ្ងល់ទៀតថាបងប្អូនមួយចំនួននឹងគិតអីអត់ចេះឈឺចាប់ទីអីគេឆ្លៀនពៀនយើងគេធ្វើបាបយើងប៉ុណ្ណឹងនៅតែចង់ប្រើរបស់គេទៀតលោកស្រីលើកឡើងថាគួរតែងាកមកគ្រប់គ្រងអ្វីដែលយើងខំផលិតបាទឲ្យទៅជារបស់ខ្មែរអក្សរខ្មែរ logo ខ្មែរពិតនេះពាក់ព័ន្ធនឹងគុណភាពលោកស្រីបញ្ជាក់ថាអត់ឲ្យចាញ់ផ្ទះលេខ2ដាច់ខាតគុណភាពមានតែល្អជាងគេបាទរឿងកោបរឿងពពុះរឿងជំនួយដល់សក់ដល់គល់សក់ហ្នឹងគេថាអត់ឲ្យចាញ់គេទេអញ្ចឹងបងប្អូនបាទគិតហើយគិតទៀតកុំឲ្យខុសកាលណាយើងប្រើរបស់គេមានន័យថាយើងជួយគេទៅហើយក្នុងសភាពការនេះក្នុងកលៈទេសៈនេះដែលគេកំពុងតែឆ្លៀនពៀនធ្វើបាបយើងបាទយើងគួរតែពាក់ហេតុការទៅបាទខ្វះអីរបស់ខ្មែរធ្វើមកសាប៊ូវិញនេះជាខ្លឹមសាររបស់លោកស្រីប្រិមិត្តលោកស្រីបញ្ជាក់ធ្ងន់ថាបើសិនជាសាប៊ូ500កេសសាប៊ូខ្សែហ្នឹងដែលគាត់លក់ក្នុងរយៈពេលខ្លីខាងមុខអត់ដាច់ទេគាត់សឹងតែដុតម៉ាស៊ីននឹងចោលអាម៉ាស៊ីនតម្លៃរាប់ម៉ឺនហ្នឹងតាមចិត្តក្តៅនឹងប្រិមិត្តមិនដឹងជាគាត់និយាយលេងឬមែនបើចាំថាតាមចិត្តក្តៅអ្វីដែលខំបាទចំណាយដើមទុនទិញគ្រឿងចាក់មកតម្លើងដើម្បីផលិតឲ្យទៅជារបស់ខ្មែរពិតនោះណាហើយគុណភាពអត់ឲ្យចាញ់គេសោះហេតុអីក៏បងប្អូនមិនប្រើមិនជួយគ្រប់គ្រងគ្នាឯងតែចង់ប្រើតែរបស់ផ្ទះលេខ2នឹងធ្វើអីទៀតគេធ្វើបាបយើងប៉ុណ្ណឹងហើយចំណុចនេះហើយដែលលោកស្រីសុំឲ្យបងប្អូនទាំងអស់មេតាងាកមកប្រើប្រាស់ផលិតផលក្នុងស្រុកបាទមិនបាច់ថា NNP ទេតង់ផលិតផលផ្សេងទៀតជាហៅផ្សេងទៀតក៏ដោយតែជារបស់ខ្មែរប្រើទៅមានន័យថាយើងជួយគ្នាយើងនៅប្រិមិត្តអញ្ចឹងបងប្អូនល្មមយល់ហើយល្មមភ្ញាក់លើកឲ្យបងប្អូនមួយចំនួនទូចដែលនៅតែចង់ប្រើរបស់ផ្ទះលេខ2បាទ
គួរតែពាក់ឲ្យការចោលទៅគេធ្វើបាបយើងខ្លាំងណាស់គេឈ្លានពានយើងខ្លាំងណាស់អញ្ចឹងសង្ឃឹមថាបងប្អូនយល់នៅអារម្មណ៍របស់លោកស្រីក៏ដូចជាជនរួមជាតិទូទៅបាទដែលមានការឈឺចាប់ចំពោះការឈ្លានពានពីសំណាក់បាទប្រទេសជិតខាងយើងបងប្អូនដឹងហើយគឺផ្ទះលេខ2ហ្នឹងហើយចៅសៀមណាប្រិមិត្តអញ្ចឹងសង្ឃឹមថាបងប្អូននឹងងាកមកប្រើផលិតផល NNP គ្រប់គ្រងទៅគាត់ចំណាយដើមទុនច្រើនណាស់ហើយគុណភាពលោកស្រីបញ្ជាក់ថាអត់ចាញ់គេទេអត់មានចាញ់គេតាណាមិនតិចទេប្រើទៅដឹងហើយគុណភាពនោះអញ្ចឹងអ្វីដែលលោកស្រីលើកឡើងចង់ឲ្យបងប្អូនបាទមានឆន្ទៈជាតិនិយមជួយគ្នាយើងបាទគេធ្វើបាបយើងឲ្យនៅស្រឡាញ់អីបោះគេអីនឹងទៀតបាទយ៉ាងប្រិយមិត្តយល់ហើយអ្វីដែលលោកស្រីលើកឡើងនៅក្នុងខ្លឹមសារពាក់ព័ន្ធទៅនឹងសាប៊ូក៏ដូចជាផលិតផលផ្សេងទៀតដែលមានចៅ NNP សូមបងប្អូនគ្រប់គ្រងដែលលោកស្រីផ្ដល់ទំនុកចិត្តបាទមិនឲ្យខកបំណងទេទាំងគុណភាពបាទក៏ដូចជាតម្លៃសមរម្យផងដែរណាប្រិមិត្តអញ្ចឹងខ្លឹមសារសម្រាប់ថ្ងៃនេះមានតែប៉ុណ្្នឹងទេហើយថ្ងៃស្អែកចាំខ្ញុំលើកយកព័ត៌មានថ្មីទាន់ហេតុការណ៍មកចែកជូនទៀតអញ្ចឹងសង្ឃឹមថាបងប្អូនយល់ហើយងាកមកប្រើផលិតផលក្នុងស្រុកទាំងអស់គ្នាគឺផលិតផលរបស់ខ្មែរយើងណាប្រិមិត្ត NNP ណាប្រិមិត្តមិនខកបំណងទេប្រិមិត្តជាទីមេត្រីបាទកំហុសឆ្គងបើសិនតែមានក៏សូមមេត្តាជាស្រ័យខ្ញុំបាទទទួលយកនៅពាក្យរិះគន់ពីសំណាក់បងប្អូនគ្រប់ទិសដើម្បីមកកែលម្អហើយអរគុណការតាមដានតាំងពីដើមដល់ចប់គ្រប់ជូនពរឲ្យមហាគ្រួសារខ្មែរពិសេសគឺវរៈកងទ័ពដែលនៅការពារបន្ទាត់ព្រំដែនជួរមុខសូមឲ្យលោកអ្នកទាំងអស់គ្នាមានសុខសុវត្ថិភាពនិងឈ្នះលើមានសត្រូវតរៀងទៅនិយាយជារួមដោយឡែកគឺក្រុមគ្រួសាររបស់លោកស្រីទីរណាដែលខិតខំជួយជាតិបាទគ្រប់វេលានឹងក៏សូមឲ្យលោកស្រីមានជ័យជំនះរហូតតរៀងទៅដែរដើម្បីមានពេលវេលាគ្រប់គ្រាន់ដើម្បីជួយជាតិបន្តទៀតណាប្រិមិត្តអញ្ចឹងសម្រាប់ថ្ងៃស្អែកចាំយើងជួបគ្នាអរគុណគ្រប់លា